ព្រះនាងម៉ារីអង់ត្វាណែតរាជិនីក្លាហានរហូតដល់ដង្ហើមចុងក្រោយប្រវត្តិសោកនាដកម្មរបស់ព្រះនាងម៉ារីអង់ត្វាណែតម្ចាស់ក្សត្រីនៃប្រទេសបារាំងក្នុងសម័យព្រះចៅល្វីទី16ចាត់ទុកថាជាសោកនាដកម្មប្រវត្តិសាស្ត្រដែលមនុស្សទូទាំងពិភពលោកចាប់អារម្មណ៍ជាខ្លាំងរហូតមកទល់នឹងបច្ចុប្បន្ននេះក្នុងខ្សែភ្នែកមហាជនភាគច្រើនព្រះនាងនិងព្រះរាជវង្សពុំមែនមានកំហុសដោយប្រការណាមួយឡើយតែនៅមានបុគ្គលមួយចំនួនទៀតជឿថាទាំងព្រះនាងនិងស្ដេចល្វីទី16សមគួរនឹងទទួលទោសប្រហារជីវិតខ្លាំងណាស់តែបើយើងពិចារណាឲ្យល្អិតល្អន់លើសពីនេះទៅទៀតកំហុសដ៏ធ្ងន់ធ្ងរដែលក្រុមបដិវត្តបានចោទទៅលើស្ដេចល្វីទី16ញាតិវង្សានុវង្សរួមទាំងព្រះនាងម៉ារីសូម្បីតែមានភស្តុតាងគ្រប់គ្រាន់យ៉ាងណាក៏ដោយប៉ុន្តែតាមការពិតពួកគេគឺគ្រាន់តែជាជនរងគ្រោះពីជំងឺសង្គមនៃប្រទេសបារាំងដែលចុះអន់ថយតាំងពីយូរណាស់មកហើយនោះឯងកាលពីនៅព្រះយុវវ័យព្រះនាងម៉ារីអង់ត្វាណែតជាព្រះរាជធីតាអង្គទី9នៃចក្រពត្តិហ្វ្រង់ស្វ័រទី1និងព្រះនាងម៉ារីតេរ៉េសនៃប្រទេសអូទ្រីសព្រះនាងប្រសូតនៅទីក្រុងវីយ៉ែននាថ្ងៃទី2ខែវិច្ឆិកាឆ្នាំ1755និងស្ថិតនៅក្រោមការមើលថែរក្សាយ៉ាងតឹងរ៉ឹងបំផុតរបស់ព្រះនាងម៉ារីតេរ៉េសជាព្រះមេដាដែលមានគំនិតបុរាណបំផុតក្នុងការចិញ្ចឹមបុត្រធីតាដោយទ្រង់រឹតបន្តឹងទាំងផ្នែកអនាម័យសុខភាពព្រះក្រយាព្រមទាំងដាក់កំហិតបង្ខិតបង្ខំលើរាងកាយយ៉ាងធ្ងន់ធ្ងរទៀតផងចំណែកការសិក្សារបស់ព្រះនាងគេពុំបានយកចិត្តទុកដាក់អ្វីឡើយរួមទាំងច្បាប់ទម្លាប់ក្នុងព្រះរាជដំណាក់ផងដែរព្រះនាងអាចអាននិងសរសេរបាននៅពេលមានព្រះជន្ម10ព្រះវស្សាទ្រង់សរសេរភាសាអាល្លឺម៉ង់មិនសូវបានល្អនិយាយភាសាបារាំងបានបន្តិចបន្តួចចំណែកភាសាអ៊ីតាលីវិញក៏និយាយបានកាន់តែតិចតួចបំផុតទៅទៀតដែលភាសាទាំង3នេះគឺជាភាសាដែលត្រូវប្រើជាប្រចាំក្នុងព្រះរាជវង្សនៃប្រទេសអូទ្រីសជីវិតនៅក្នុងព្រះរាជវាំងវ៉ែសាយនៅពេលដែលព្រះនាងម៉ារីអង់ត្វាណែតមានព្រះជន្មាយុបាន16ព្រះវស្សាទ្រង់អភិសេកជាមួយព្រះរាជបុត្រានៃមហាក្សត្រប្រទេសបារាំងក្នុងខែឧសភាឆ្នាំ1770ក្នុងព្រះរាជវាំងវ៉ែសាយទាំងមានព្រះជន្មវ័យក្មេងដែលក្នុងពេលនោះស្ថានភាពនយោបាយក្នុងប្រទេសបារាំងកំពុងតែរំជើបរំជួលទន្ទឹមនឹងព្រះនាងគួរតែទ្រង់បានសោយសុខជាមួយនឹងជីវិតរាជាភិសេកប៉ុន្តែផ្ទុយទៅវិញព្រះនាងបែរជាមកត្រូវរងគ្រោះនិងទុក្ខលំបាកសូម្បីតែមិត្តស្មោះត្រង់ម្នាក់ក៏រកមិនបានផងដែរនៅក្នុងព្រះរាជវាំងនេះព្រះនាងត្រូវបង្ខិតបង្ខំប្រតិយសម្របព្រះកាយទៅតាមបែបបទទំនៀមទម្លាប់ប្រពៃណីរបស់បារាំងដែលនិយមទៅលើភាពល្អប្រណិតឆើតឆាយហឺហាខ្ជះខ្ជាយនិងក្រិតក្រមដ៏តឹងរឹងគួរឲ្យធុញទ្រាន់ទើបព្រះនាងតែងតែធ្វើអ្វីឲ្យខុសប្លែកពីគេដែលនាំឲ្យមានការនិន្ទារិះគន់ពីបណ្ដាពួកនាម៉ឺនមន្ត្រីក្នុងព្រះរាជដំណាក់នៃព្រះរាជវាំងជាខ្លាំងឡើងគ្រងរាជ្យរកសេចក្តីសុខផ្ទាល់ខ្លួនរបស់ព្រះអង្គពេលស្ដេចល្វីទី15សោយទីវង្គតព្រះចៅល្វីទី16និងព្រះនាងអង់ត្វាណែតក៏បានឡើងសោយរាជសម្បត្តិបន្តដោយមានព្រះជន្មាយុត្រឹមតែ19ព្រះវស្សាប៉ុណ្ណោះមិនយូរប៉ុន្មានព្រះនាងក៏មានព្រះតម្រិះឡើងថាមានជនជាតិបារាំងមិនតិចទេដែលស្អប់ខ្ពើមជនជាតិអូទ្រីសហើយការដែលព្រះនាងបានមកសោយរាជក្នុងតំណែងជាអគ្គមហេសីរបស់បារាំងបែបនេះគឺពិតជាមិនធ្វើឲ្យពួកគេនោះពេញចិត្តប៉ុន្មាននោះឡើយទោះបីជាព្រះនាងខិតខំព្យាយាមបំពេញព្រះរាជកិច្ចយ៉ាងត្រឹមត្រូវនិងសាងភាពស្និទ្ធស្នាលជាមួយព្រះរាជាបានយ៉ាងល្អយ៉ាងណាក៏ដោយប្រការមួយទៀតដែលធ្វើឲ្យព្រះនាងធុញទ្រាន់ខ្លាំងបំផុតគឺឥរិយាបថប្រងើយកន្តើយទុយមួយនិងគ្មានបានការរបស់ស្ដេចល្វីទី16នេះឯងនៅពេលជីវិតគូស្រករមិនសមស្របតាមក្តីប្រាថ្នាបែបនេះព្រះនាងក៏ចាប់ផ្ដើមស្វែងរកសេចក្តីសុខ
ទៅតាមវិធីរបស់ទ្រង់ដូចជាសែបគប់នឹងបុគ្គលផ្សេងគ្រប់ជាន់ថ្នាក់រៀបចំពិធីជប់លៀងយ៉ាងឥកធឹកប្រគំតន្ត្រីយ៉ាងរំពងពុំមានលុះថ្ងៃចំណែកការចាយវាយរបស់ព្រះនាងមិនថាជាគ្រឿងតែងព្រះកាយមាសពេជ្រឬសង់រោងល្ខោនផ្ទាល់ខ្លួនព្រះនាងអ្វីទេគឺសុទ្ធតែជាការខ្ជះខ្ជាយបង្ហិនបង្ហោចនិងពុំមានប្រយោជន៍អ្វីទាល់តែសោះនៅឆ្នាំ1780ព្រះមេដាម៉ារីតេរ៉េសទ្រង់សគត់ធ្វើឲ្យព្រះនាងអង្គត្វាណែតកើតទុក្ខសង្វេគអស់រយៈពេលដ៏យូរ2ឆ្នាំក្រោយមកព្រះនាងក៏ប្រសូតបានព្រះរាជបុត្រាមួយព្រះអង្គព្រះនាមលវីជូសេហ្វក្នុងឋានៈជារាជាទាយាទរឿងអាស្រូវដើមហេតុនៃភ្លើងអាឃាតក្នុងកំឡុងពេលដែលស្ដេចលវីទី16ខ្វះខាតនាម៉ឺនមន្ត្រីនិងមនុស្សចំណិតសម្រាប់ព្រះអង្គព្រះនាងម៉ារីអង់ត្វាណែតក៏លើកបន្ទប់បណ្ដាបកពួករបស់ខ្លួនឲ្យចូលទៅកាន់អំណាចនិងត្រូវចាយវាយមាសប្រាក់ក្នុងឃ្លាំងអស់ជាច្រើនក្នុងការចិញ្ចឹមអ្នកទាំងនោះនិងទ្រង់បានផ្ដល់ឲ្យកាន់តំណែងសំខាន់ទន្ទឹមនឹងពួកគេទាំងនោះពុំមានសមត្ថភាពសមល្មមដែលស័ក្តិសមនឹងតំណែងទាំងនោះបន្តិចសោះព្រះរាជាដែលសម្លឹងចាំតែចាប់កំហុសព្រះនាងក៏កាន់តែមិនពេញចិត្តលើសដើមពេលនោះព្រះនាងបានផ្ដល់កំណត់ព្រះរាជបុត្រាមួយអង្គគឺ Levishal ជាព្រះអង្គម្ចាស់នៃ Normandy និងព្រះរាជធីតាមួយព្រះអង្គនាម Sophie Ellen ក្នុងខណៈនោះនយោបាយនៅប្រទេសបារាំងកាន់តែមានសភាពតឹងតែងឡើងជាបន្តបន្ទាប់រួមទាំងរឿងអាស្រូវដ៏ធំបំផុតនៅក្នុងពេលនោះគឺរឿងក្តីខ្សែកពេជ្រដែលមានអ្នកចោទថាព្រះនាងអង្គត្វាណែតបានទិញមកក្នុងតម្លៃរាប់សែនហ្វ្រង់ហើយនៅមិនទាន់សងបំណុលគេរួចនៅឡើយរហូតទ្រង់ទៅគេដាក់ងារថាព្រះនាងបំណុលរំកោះតែតាមការពិតព្រះនាងពុំមានចំណែកនៅក្នុងរឿងនោះទេគឺមិត្តភក្តិចំណិតរបស់ព្រះនាងជាអ្នកបង្ករឿងនេះឡើងហើយក៏មានអ្នកខ្លះសង្ស័យថាបុគ្គលនោះគឺជាសហាយរបស់ព្រះនាងទៀតផងការងើបតស៊ូរបស់ក្រុមអ្នកបដិវត្តន៍មានបដិវត្តន៍ផ្ទុះឡើងនៅឆ្នាំ1789ប្រជារាស្ត្ររាប់សែននាក់បានដើរធ្វើបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យអំពាវនាវឲ្យស្ដេចលវីទី16ចុះចេញពីអំណាចក្រុមបាតុករបានដង្ហែឆ្ពោះទៅកាន់រាជវាំងវែសៃពោពេញដោយការចងកំហឹងមានមនុស្សស្លាប់និងរបួសជាច្រើនអ្នកដោយសារតែការប្រយុទ្ធគ្នារវាងក្រុមអ្នកបដិវត្តន៍និងក្រុមមន្ត្រីរបស់រដ្ឋក្នុងពេលនោះពុំមានសមាជិករាជវង្សណាមួយហ៊ានចេញមុខបង្ក្រាបពួកបដិវត្តន៍ទាំងនោះឡើយគឺមានតែព្រះនាងម៉ារីអង់ត្វាណែតតែមួយអង្គប៉ុណ្ណោះដែលក្លាហានទៅជួបនឹងពួកបដិវត្តន៍នៅពេលព្រះនាងលេចខ្លួននៅចំមុខហើយសំឡេងដ៏ត្រហឹងអឹងអាប់របស់ក្រុមបោះបោក៏ស្ងប់ស្ងាត់រួចប្រែជាសំឡេងអបអរសាទរដោយក្តីកោតសរសើរទៅវិញប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយទាំងពីរព្រះអង្គទ្រង់យាងជាបន្ទាន់ទៅកាន់ព្រះរាជវាំង Tuileries នៅឯទីក្រុងប៉ារីសជាមួយនឹងព្រះរាជបុត្រាបុត្រីតាមការទាមទាររបស់ក្រុមអ្នកបដិវត្តន៍លុះព្រឹកថ្ងៃបន្តមកទៀតក្រុមបដិវត្តន៍បានតាមមកដល់ព្រះរាជវាំងជេរថ្មេះតេះដៀលដាក់បណ្ដាសាខ្សប់បែបយ៉ាងទើបព្រះនាងសម្រេចចិត្តរត់ភៀសព្រះកាយតែត្រូវក្រុមអ្នកបដិវត្តន៍តាមចាប់ត្រឡប់មកវិញទីបំផុតស្ដេចលវីទី16ក៏ត្រូវបានគេចាប់ខ្លួនឡើងតុលាការនិងកាត់ទោសប្រហារជីវិតក្នុងគ្រានោះទៅថ្ងៃអវសានរបស់ព្រះនាងម៉ារីអង់ត្វាណែតមានអ្នកមានភាពស្មោះត្រង់ភក្តីជាមួយនឹងព្រះនាងជាច្រើនអ្នកស្ម័គ្រចិត្តយកអាសាជួយព្រះនាងឲ្យរត់ភៀសខ្លួនចេញទៅប៉ុន្តែព្រះនាងមិនព្រមដោយមានព្រះរាជបន្ទូលថាទ្រង់ត្រូវតែនៅជាមួយនឹងព្រះឱរសទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយក្រុមអ្នកបដិវត្តន៍បានចាប់ព្រះនាងយកទៅដាក់ក្នុងមន្ទីរឃុំឃាំងដោយអ្នកទោសដទៃទៀតដែរនៅពេលដែលមានដីកានាំខ្លួនព្រះនាងឡើងតុលាការបដិវត្តន៍ដើម្បីកាត់ទោសព្រះនាងក៏មិនបានសម្ដែងអាការៈភ័យរន្ធត់ឬអង្វរករសុំក្តីមេត្តាពីនរណាម្នាក់ឡើយព្រះនាងនៅតែសម្ដែងអកប្បកិរិយារឹងប៉ឹងប្រកបដោយកិត្តិយសស័ក្តិសមជានាមព្រះរាជិនីព្រមទាំងឆ្លើយតបនឹងសំណួររបស់តុលាការ
បានយ៉ាងជាក់លាក់ម៉ឺងម៉ាត់ដាច់ខាតបំផុតព្រះនាងត្រូវគេចោទប្រកាន់និងទម្លាក់កំហុសជាច្រើនករណីក្នុងខណៈពេលដែលប៉ុន្មាននាទីប៉ុណ្ណោះដែលព្រះនាងទ្រង់ជ្រាបយ៉ាងច្បាស់ថាហេតុការណ៍ពិតជានឹងកើតឡើងបែបនេះទើបទ្រង់ត្រៀមឆ្លើយតបដោយផ្ទាល់ព្រះអង្គឯងដោយពុំចាំបាច់ពឹងពាក់ទៅលើមេធាវីណាម្នាក់ឡើយទីបំផុតតុលាការក៏បានសម្រេចថាព្រះនាងម៉ារីអង់ត្វាណែតមានទោសជាទម្ងន់ត្រូវតែទទួលទោសប្រហារជីវិតដោយពុំអាចបន្ធូរបន្ថយបានឡើយព្រឹត្តិការណ៍សំខាន់ប្រសូតនៅថ្ងៃទី2ខែវិច្ឆិកាឆ្នាំ1755នាទីក្រុងវីយ៉ែនប្រទេសអូទ្រីសនៅថ្ងៃទី13មិថុនាឆ្នាំ1769ត្រូវបានគេដណ្ដឹងយកធ្វើជាមហេសីរៀបអភិសេកស្វាមីនៅថ្ងៃទី16ខែឧសភាឆ្នាំ1770ថ្ងៃទី3ខែតុលាឆ្នាំ1793ត្រូវបានគេចោទប្រកាន់ដោយតុលាការបដិវត្តន៍អស់ព្រះជន្មាយុនៅថ្ងៃទី16ខែតុលាឆ្នាំ1793នាទីក្រុងប៉ារីស